ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបានមកធ្វើជ្រូកក្រៅឆ្នាំងអញ្ចឹងណាបងប្អូនណាឥឡូវយើងចាប់ដើមមកបេះជីក្រហមជុំវិញផ្ទះដែលយើងបានដាំកន្លងមកអញ្ចឹងណាបងប្អូនណាឥឡូវនេះជីក្រហមហ្នឹងយើងលាស់ឡើងស្អាតបងប្អូនណាពេលភ្លៀងភ្លែអញ្ចឹងទៅលាស់នឹងចែងញញស្រស់ស្អាតតែម្ដងអញ្ចឹងណាកាលខែប្រាំងបងប្អូនអើយស្វិតកាជីវគ្មានរយបានធ្វើជាអីហូបទេណាតែដល់ពេលមេឃភ្លៀងធ្លាក់មកចេះមកបងប្អូនអើយមើលទៅតំណងហូបនេះបងប្អូនណាធ្វើទៅជីក្រហមម្លេះប្រៅអីគឺតំណងមែនតើហើយជីនេះដែរគឺស្តៀងនឹងម្លេះប្រៅអញ្ចឹងណាជីក្រហមនេះបងប្អូនណាឥឡូវនេះយើងចាប់ដើមចិត្តត្រសក់ជាមួយនឹងត្រីងៀតអីចឹងណាយើងបានបេះវាជាចំណិតហើយចិត្តវាតូចដាក់ក្នុងចានដែកមួយដើម្បីត្រៀមក្នុងការធ្វើជ្រក់ក្រៅឆ្នាំងតែម្ដងហើយត្រសក់នេះយើងចិត្តវាមានម៉ូតគេទីណាអ្នកចិត្តណាបងប្អូនណាមានណាគេចិត្តហើយគេធ្វើចំណិតចឹងមកចិត្តមកបន្តមកយើងបានតម្លាក់ពងទាមួយគ្រាប់ណាបងប្អូនណាយើងដាក់2 3គ្រាប់តាមចំណងចំណូលចិត្តរបស់បងប្អូនចឹងណាអ្នកខ្លះគេថាគេចូលចិត្តពងច្រើនហ្នឹងគេដាក់ច្រើនចឹងទៅចឹងណាឥឡូវនេះយើងដាក់ពងតែមួយទេពីរទេយើងពងហ្នឹងយើងចិតវាឲ្យចំណិតឲ្យវាតូចដើម្បីងាយស្រួលក្នុងការហូបអីចឹងណាឥឡូវនេះយើងចាប់ដើមចំណិតចិត្តឲ្យវាស្អាតរួចហើយនេះបងប្អូនតម្លាក់មកចំហៀងមកទៀតណាបងប្អូនណាយើងតំណាំខ្ញុំចូលចិត្តពងចឹងណាបងប្អូនណាពងគឺឆ្ងាញ់រសជាតិដូចជាម្ហូបបួសដែរទេអត់មានចាំបាច់ប្រើសាច់ទេចឹងណាបងប្អូនណានេះឥឡូវយើងចាប់ផ្ដើមចិតទៅសក់បន្តទៀតណាបងប្អូនណាហើយយើងថែមនេះដាក់ពងខ្ទង់ជា3គ្រាប់អញ្ចឹងណាបងប្អូនណាយើងតម្លាក់មកជាម្ដងអញ្ចឹងណាបងប្អូនណាឥឡូវនេះបងប្អូននេះយើងជាបាប់ជ្រុំជាមួយនឹងម្ជូរ7ជាមួយនឹងទឹកក្តៅអ៊ុនហើយទឹកក្តៅរួចហើយយើងជ្រុំវាឲ្យចេញជាតិជូរណាព្រោះជ្រូកនេះត្រូវការម្ជូរចឹងនេះខ្លះគេប្រើក្រូចឆ្មាឬក៏បំ7ទុំវាល្អជាងជ្រូកក្រៅឆ្នាំងនេះ7ទុំវាល្អណាស់เราយើងចាប់ផ្ដើមដាក់គ្រឿងក្រៅម្សៅស៊ុបផ្សេងមកបន្ទាប់មកយើងដាក់ជីក្រហមយើងចូលអញ្ចឹងបងប្អូនណាយើងដាក់ជីក្រហមចូលរួចរាល់ហើយកូរវាចូលគេថាចូលគ្រឿងដែលយើងបានផ្សំទាំងអស់នៅក្នុងចានដែកហ្នឹងឲ្យវាចូលជីគ្នាមកយើងដួសម្ហូបมันវាឆ្ងាញ់អញ្ចឹងណាឥឡូវនេះរួចរាល់ហើយបងប្អូនអើយតំណងឆ្ងាញ់មែនទែនបងប្អូនណាមើលទៅជាតិណាបងប្អូនណានេះឥឡូវយើងចាប់ដើមដាក់ម្ទេសខ្លះអញ្ចឹងណាបងប្អូនណាយើងដាក់ម្ទេសក្រហមហឹលទៅគឺឆ្ងាញ់ក៏នៅរសជាតិឆ្ងាញ់តែម្ដងអញ្ចឹងណាហើយបងប្អូនមើលថាធ្លាប់ហូបទេបងប្អូនជ្រូកក្រៅឆ្នាំងបែបនេះអញ្ចឹងណាបងប្អូនឥឡូវយើងចាប់ដើមដួសដាក់ចានមួយហើយចានយកមកហូបបដាអីបងប្អូនណាឆ្ងាញ់ដែរបងប្អូនម្យ៉ាងបងប្អូនការឆ្នៃពងទានេះគឺស្អីក៏យើងអាចធ្វើបានដែរទរសជាតិឆ្ងាញ់តែម្ដងអញ្ចឹងណាយើងដួសដាក់ចានមួយរួចរាល់ហើយយើងដាក់ម្ទេសចូលទៀតមកគឺឆ្ងាញ់តែម្ដងអញ្ចឹងណាហើយម្ទេសក្រហមមើលទៅតំណងមែនទែនណាបងប្អូនណាបងប្អូនហូបឲ្យមួយម៉ាត់គឺជាប់មាត់តែម្ដងគឺរសជាតិឆ្ងាញ់មែនបងប្អូនណា